រៀបត្រីអាពាហ៍ពិពាហ៍ក្រុមអ្នកភូមិកំពុងចង្អុលបង្ហាញកូនក្រមុំតែនោះធំគ្រាន់បើមើលទៅដូចជាអ្នកពូកែធ្វើការម្នាក់យូជើងនោះក៏មិនតូចដែរកូនក្រមុំខ្មាស់អៀនមិនដឹងធ្វើអ្វីពេលនោះកូនកំលោះត្រូវបានរុញច្រានចូលក្នុងបន្ទប់សំដំណេកក្រោមការស្រែកហូកញ្ជ្រៀវពីញាតិមិត្តគាត់ដើរទៅមុខដើម្បីលើកស្បៃមុខនៅពេលដែលគ្រប់គ្នាកំពុងរង់ចាំមើលរូបសម្រស់កូនក្រមុំស្រាប់តែមានសំឡេងកាំភ្លើងផ្ទុះឡើងពីខាងក្រៅភ្ញៀវទាំងឡាយភ័យស្លន់ស្លោរត់គេចខ្លួនអស់កូនកំលោះបែរជាទុកនាងចោលរួចលោតផ្លោះតាមបង្អួចចេញទៅក្រៅបាត់ទៅកូនក្រមុំពោពេញដោយមន្ទិលរាត្រីអាពាហ៍ពិពាហ៍ស្វាមីមិនខ្វល់ពីស្លាប់រស់របស់នាងរត់យកតែរួចខ្លួនម្នាក់ឯងក្រឡេកមើលភាពរញ៉េញ៉ៃពេញដីនាងឈឺចិត្តខ្លាំងណាស់នាងធ្លាប់ស្រមៃក្នុងចិត្តរាប់មិនអស់នៅជីវិតដ៏ល្អនិងមានសុភមង្គលពេលនេះបែរជាក្លាយជារឿងកំប្លែងធំបំផុតក្នុងភូមិទៅវិញម៉ាក់អើយវាសនាកូនស្រីម៉ាក់ពិតជាជូរចត់មែនខណៈពេលដែលនាងកំពុងយំសោកស្ដាយវាសនាដ៏លំបាករបស់ខ្លួនស្រាប់តែឮសំឡេងនរណាម្នាក់គូបង្អួចនរណាខ្ញុំទេយ៉ែនហេឆៅសៀដែលមិនធ្លាប់បានឃើញមុខប្តីពិតប្រាកដមិនហ៊ានបើកទ្វារផ្ដេសផ្ដាសទេពេលដែលនាងបានស្គាល់ស្បែកជើងដែលនាងដេកផ្ទាល់ដៃទើបនាងបន្ធូរការប្រុងប្រយ័ត្នប្រញាប់រៀបចំសក់ដែលរញ៉េញ៉ៃរួចក៏បើកបង្អួចពេលដែលនាងហៀបនឹងអុជទៀនខ្ងាន2ប្រយ័ត្នភ្លឺគេងទៅបន្ទាប់មកយ៉ែនហេដោះសម្លៀកបំពាក់ហើយគេងតែម្ដងឆៅសៀមិននឹកស្មានថាប្តីរបស់នាងជាមនុស្សស្ងៀមស្ងាត់បែបនេះទេរាត្រីអាពាហ៍ពិពាហ៍បែបនេះបែរជាប្រងើយកន្តើយនឹងនាងឆៅសៀខិតចូលទៅជិតចង់មើលមុខប្តីថាយ៉ាងម៉េចដែរភ្លាមនោះផ្គរលាន់មួយរំពេចធ្វើឲ្យនាងភ័យតក់ស្លុតឆ្លៀតពន្លឺចុងក្រោយរបស់ផ្លេកបន្ទោនាងឃើញយ៉ែនហេមានមុខមាត់សមរម្យចិញ្ចើមក្រាស់ភ្នែកធំមើលទៅមិនដូចជាមនុស្សអាក្រក់ទេនាងអន់ចុះយឺតខិតទៅជិតប្តីរបស់នាងចាប់ផ្ដើមស្រមៃពីអនាគតដ៏ស្រស់បំព្រងរបស់ពួកគេទាំងពីរដោយសារដៃទាំងពីររបស់ខ្ញុំនេះច្បាស់ជាធ្វើឲ្យគាត់ស្រឡាញ់គ្រួសារនេះជាក់ជាមិនខានក្រោយរៀបការឆៅសៀពឹងផ្អែកលើដៃដ៏ឧស្សាហ៍របស់នាងរវល់នឹងកិច្ចការក្នុងផ្ទះនិងក្រៅផ្ទះប៉ុន្តែនាងក៏សប្បាយចិត្តដែរទោះបីជាឪពុកក្មេកមានជើងពិការក៏នៅតែជួយនាងមើលការខុសត្រូវក្នុងផ្ទះយ៉ែនហេក៏មានជំនាញចម្លាក់ដែរទោះបីជារស់នៅបែបសាមញ្ញប៉ុន្តែឆៅសៀមានអារម្មណ៍ថាជីវិតពោពេញដោយក្តីសង្ឃឹមពេលនេះស្រាប់តែមានសំឡេងគងមកពីខាងក្រៅឆៅសៀចង់ដឹងក៏ចេញទៅមើលគឺមនុស្សកំណាចក្នុងភូមិឈ្មោះខងឈីវខេបានចាប់អ្នកបកសម្ងាត់ម្នាក់កំពុងតែនាំទៅទីលានពិឃាតដើម្បីប្រហារជីវិតពេលដែលនាងបិទទ្វារហើយក្រឡេកមើលក្រោយយ៉ែនហេបែរជាកាន់ពូថៅចង់ស្ទុះចេញទៅវាយតប់យ៉ែនហេសំណាងល្អដែលឪពុកក្មេកបានខាត់ទាន់ពេលប៉ុន្តែភ្លើងកំហឹងនៅក្នុងចិត្តរបស់យ៉ែនហេគ្មានកន្លែងបញ្ចេញគាត់កាប់ដុំថ្មខ្ទេចខ្ទីអស់អាកប្បកិរិយារបស់ប្តីធ្វើឲ្យឆៅសៀភ័យញ័រខ្លួននាងគិតក្នុងចិត្តតើប្តីរបស់នាងក៏ជាសមាជិកបាក់សម្ងាត់ដែរឬទេថ្ងៃបន្ទាប់យ៉ែនហេជិះសត្វលាតូចដឹកថៅសៀទៅលេងផ្ទះតាមផ្លូវបានជួបបុរសឈួតម្នាក់កំពុងយំនៅមុខភ្នោគឺដោយសារតែប្រពន្ធដែលទើបតែរៀបការរបស់គាត់ត្រូវបានជនពាលខំឈីវខេរំលោភបំពាននាងឈឺចាប់យ៉ាងខ្លាំងហើយលោតទឹកសម្លាប់ខ្លួនចាប់តាំងពីពេលនោះមកវែងឆៃសក៏ក្លាយជាមនុស្សឈួតលីលាឆៅសៀរហើយមានចិត្តអាណិតនាងបានឲ្យនំកញ្ចប់ពីរបីដុំដល់គាត់មិនដឹងថាសកម្មភាពសប្បុរសធម៌របស់ឆៅសៀនេះនៅពេលអនាគតបានជួយនាងឲ្យរួចផុតពីគ្រោះថ្នាក់ពេលអ្នកទាំងពីរមកដល់មាត់ភូមិក៏ឃើញបងស្រីធំនិងប្អូនស្រីពៅកំពុងបោកខោអាវឆៅសៀដែលមិនបានជួបបងស្រីធំជាច្រើនថ្ងៃក៏ទាញនាងទៅមាត់ទន្លេដើម្បីនិយាយគ្នាស្ងាត់ឲ្យយ៉ែនហេដឹកប្អូនស្រីពៅត្រឡប់ទៅវិញមុនពេលអ្នកទាំងពីរកំពុងជែកគ្នាយ៉ាងសប្បាយរីករាយប្អូនស្រីពៅក៏រត់មកទាំងយំប្រាប់ថាបងថ្លៃធំនិងបងថ្លៃទីពីរឆ្លោះគ្នាមនុស្សស្មោះត្រង់មិនធ្វើរឿងទុច្ចរិតទេតើនរណាធ្វើរឿងទុច្ចរិតខ្ញុំរត់ការរកស៊ីពីកើតទៅលិចពេញមួយឆ្នាំរកលុយបានមកពីការពឹងមិត្តភក្តិជិតស្និទ្ធខ្ញុំមិនលួចមិនប្លន់តើមានចំណុចណាជាអំពើទុច្ចរិតបើអ្នកមិនសូកប៉ាន់ប៉ូលីសទាហានតើបានទេបើអ្នកមិនត្រូវរយជាមួយពួកអន្តពាលតើបានទេតើលុយរបស់អ្នកបានមកដោយត្រឹមត្រូវទេឪពុកក្មេកដែលរើសអើងអ្នកក៏សម្លក់យ៉ែនហេមួយផ្លែតតែម្ដាយក្មេកជាមនុស្សយល់ការគាត់មិនលំអៀងទៅខាងកូនប្រសាណាមួយទេយ៉ាងណាក៏ដោយក្នុងសម័យនេះមនុស្សស្មោះត្រង់ខាតបង់បាទខ្ញុំគិតថាលោកីនេះពិតជាអយុត្តិធម៌ណាស់អ្នកធ្វើស្រែគ្មានស្រូវស៊ីអ្នកធ្វើអំបិលស៊ីម្ហូបសាបខ្ញុំគិតថាច្បាស់ជាត្រូវមានការផ្លាស់ប្ដូរមិនយូរមិនឆាប់ផ្លាស់ប្ដូរអ្វីទៅអ្នកក្រគឺជាអ្នកក្រអ្នកមានគឺជាអ្នកមាននេះជាព្រហ្មលិខិតកំណត់ទុកមកតើអ្នកអាចផ្លាស់ប្ដូរបានទេយ៉ែនហេបានលើឪពុកក្មេកនិយាយដូច្នេះរឹតតែកើតក្តីនិយាយថាអ្នកក្រដរាប់ណាសាមគីគ្នាផ្ដួលរំលំវណ្ណៈកេងប្រវ័ញ្ចពិតជាអាចកែប្រែជោគវាសនាបានខ្ញុំមិនដឹងទេទោះយ៉ាងណាក៏ដោយទាំងនេះគឺជាការពិតមនុស្សទាំងអស់មានខួរក្បាលតើអាចមិនគិតពីរឿងល្អទេគួរតែកុំនិយាយពាក្យទាំងនេះច្រើនពេកក្រែងលោឲ្យរដ្ឋាភិបាលដឹង
Tới không sẽ hòng đài. Cứ trâu cắt cà bà. Chào dây nơi kháng cào tè ban được hai pay nhờ sọc luồn. Nực khơi đo nẹ bọ sầm ngặt để trâu kê đa đồng hai ca bị ngày nụ. Ta sen hay bất chi sma chực mà nẹ mẹ nữ. Phim nú nghiêng miên ả rõm vơ mục stơ tại đùa. Tai cõi mà hòn trai ni. Chỉ vứt co trò lọp một rộp hiệp ngọc ngặt đôi thò mà đào vinh. Ngày ní gen hay trò lọp một vinh. Sao chỉ nhầm nhầm ít chụp trổ. Chào dây này dây thả hai bà vây ban chỉ quạt sao đôi mà nụ chuột. Chất đo bê phơi chỉ ở bục hải. Ha ha. Công này dây bê đà. Vì nơi tài miên chờ nà. Gen hay bà nhập đáy tơ stiếp bú thao gì. Vì thẹt nhông mùi trường. Ha 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 ha. Cót sập bài chất rom giang trệch ỏ. Phiếp complain rồi bọc đây thưa ở trao dễ ọp trom side mình bàn. Gen hay đo áo trên tiệt. Thưa bốt chịu bầy cồn. Pê nú trao dễ sạp tẹt khơi cầm plương nơi trồng kê rồi bọc cọt. Cá song say tiền ó trở ban bình chẹ không pê ni. Gen hay bất chia sma chất bạ song ngạt mèn. Trao dễ này dây thà ở bục mệt miên riêng cai bị cả. Ê lơ ní miên miên tây bù tiệt. Song khâm thà gen hay nâng mình thưa rương đai bờ thôi chỉ vật tệ. Rương ní thưa ở niên pruy bà rõm pênh mùi ngày. Gen hay tôi tờ vinh bay chỉ thôn tròn. Cốt kết thà trao dễ bạc bò đom hay ta thông rồi bọc cọt. Hai nỉ dây đòi ôn tại thà. Nhông đăng hai. Miên propon cư mình lọ tệ. Ba mình giống có thưa lọc. Nô ná thưa lọc. Nô ná thưa lọc. Nhông pruy bà rõm ổng pi nẹ rõ ngày. Ní căn tài dạp dồn tờ. À vốt nơi trồng kết có đạm một hời. Sva mây miên à rõm thà trao dư công pung lô là. Than tiền trong lực đai vi niên tiệt. Ở bốc mệt lưu xâm lên chlu pro cây khni rồi bó bụ kê tầng pì. Tùm lút phía châu một. Chắp chơi trọt vi côn pro đuột ngà trường. Đồng bốn sman tại ở bốc mệt nâng đây bần tô giang mừng mặt. Bần tai tôi tờ vinh ở bốc mệt nâng sva mây miên cô trùm hò đôi khni. Gen hay. Ta chương rồi bó ở bốc anh pika đòi xa vậy. Cứ pika đòi xa tài ca đăng đo chỉ mùi cru xa không nâng rọt tha phỉ bà. Ta bốc anh miên cùng nông chỉ mùi cru xa không nâng rọt tha phỉ bà rồi tế. Miên cùng nông. Ông ca rồi bó nẹ. Trơ ca khnyom tế. Niên bạc này thông mình đăng thừa vậy. Niên chi sợi mình nẹ ta cua chơ rơ bẹp nà. Miên tài ăn cả ba tờ tuổi thả cảm. Tam bật. Nơi khnong phung ní. Mình men miên tài gen hay mình nẹ tê đài chô rùm ông ca ní. Cục khnia miên chất cùng nết bú cần trồ. Bà đích nhà chất đua rùm lùm ông nạch à krọ đài chi chôn bà chi chun. Khnong chùm nóm nú miên gen chênh bóng pro rồi bó gen hay. Thưa ca chỉ nẹ bầm ra nơi khnong tê nẹ miên mình nẹ. Chiều bay kê miên bồ rò nơi cả bài. Khơi gen chênh miên riêng cai mong muôn. Có túc chất rùm chiêu rùm chua mình bàn. Chết na bó còn đáy prạ mùi nơ một phìa. Bần top pi gen chênh rờ bàn. Có là buông quát chô tờ khnong bần tục tiệt. Gen chênh chô tờ khnong bần tục khơi plương khnong bần tục ngật. Nơ lơ tổ miên riệp trong sà lõ nâng mà hộp ngành. Cốt có sman đăng pi chết na rồi bó chiều bay kê. Cờ lệch mơ chiều bay kê đài miền. Khuôn quát vinh ong cùi đôi ong cùi lơ bần lạ. Nẹ slot bột. Sẽ cái đấy snai ha đại nhông miên chấm pu nẹ bần mán ngày nì. Nẹ mình ban chập à rõm so rứ. Tam pất gen chênh có miên chất lơ niềng đài. Kron tài thà chiều bay kê miên đam cầm ná chi nẹ rõm rồi bàm. Hai có chi stray mê mai bà đây slap. Ní bà kết tam sa mai nú cứ chi riêng à srờ. Tam pất ca niêng nực mênh trơ kê lụ ở không chiêu khề. Không chiêu khề đầm bay lực đuông rì xây khmùi pro. Có bán xong cung chiều bay kê ở tờ quạt tiệt. Tai riệp ca dục đầm bông có slap liềm. Chiều bay kê đó cu ở ảnh nứt khai chi stray mê mai chắp tăng pi pê nú một. Vây khmênh hai trơ khai chi stray mê mai. Thưa ở niêng bị bạ kênh lụ pênh mùi dục. Khơi nẹ bầm ra gen chênh có nơ liv đài. Có miên bầm nóng trong chênh mục smạ chật. Bần tái mình nực sman thà gen chênh sọp pơm niêng sọ. Chra niêng chênh tờ ngay bần man mạch. Nè. Thưa bạp ní bà không chiêu kê đằng. Khơi gen chênh rụt kích luôn dạng slon slào. Chiều bay kê dùng sọ tập này dạng chi chạp. Cờ lệch mơ khuôn anh không cần chọn đài nơi tài miên rụp riêng slot ạt. Dùng socks đai đài khuôn chỉ nẹ ở bàm. Hai chi stray mê maiในครูซาของได้มนุษย์กรุบគ្នាเรื่องอ่างมันยุบนม้านโกนรบชาวจะกันแต่ทมหลางថ្ងៃនេះសមាជិកបកសម្ងាត់ជាច្រើនអ្នកប្រជុំគ្នាសម្ងាត់នៅផ្ទះចិនហេชาวจะเลงប្រឆាំងនឹងបកសម្ងាត់ទៀតហើយថែមទាំងលីងសណ្ដែកដីមួយចានឲ្យពួកគេញ៉ាំទៀតផងក្នុងចំណោមពួកគេមានគ្រូទាយដែលដាក់ឈ្មោះឲ្យកូនក៏មានគ្រូបង្រៀនមកពីត្រកូលអក្សរសាស្ត្រដែរពួកគេទាំងអស់បានលះបង់ខ្លួនក្នុងបដិវត្តនាងរឹតតែគោរពនៅសេចក្តីក្លាហាននិងសេចក្តីសម្រេចចិត្តរបស់ពួកគេអេបងយ៉ាសិនគ្រូសាបងមិនខ្វល់ពីការហូបចុកស្លៀកពាក់ទេហើយអ្វីក៏ចូលរួមធ្វើបដិវត្តដែរហាហាហាដើម្បីឲ្យមនុស្សគ្រប់រូបមិនខ្វល់ពីការហូបចុកស្លៀកពាក់ដើម្បីឲ្យមនុស្សគ្រប់ចំនួនមិនខ្វល់ពីការហូបចុកនិងស្លៀកពាក់ប៉ុន្តែមិនដឹងថានរណាបែកធ្លាយដំណឹងនេះទេខងឈីវខេបានដឹកនាំមនុស្សទៅឡោមព័ទ្ធភូមិក្នុងអំឡុងពេលដកថយសមាជិកបកសម្ងាត់ម្នាក់បានប្រកោសសៀវភៅកត់ត្រាតូចមួយឲ្យចិនហេប៉ុន្តែពេលគាត់ហៀបនឹងរត់គេចខ្លួន
ก็เคยឪពុកក្មេកឈរខាងមាត់ទ្វារយ៉ាងរឹងមាំឃើញថាខងឈីវខេចិត្តនឹងបំបែកទ្វារចូលមកហើយនេះឲ្យខ្ញុំអ្នកខ្ញុំមិនមែនជាប្រពន្ធរបស់អ្នកទេរបស់នេះមានតម្លៃជាងជីវិតទៅទៀតខ្ញុំដឹងយិនហេចាំបាច់ត្រូវប្រគល់សៀវភៅកត់ត្រាតូចនោះឲ្យឆៅសេរក្សាទុកបន្ទាប់មកលោតផ្លោះឡើងលើរត់ឡើងលើដំបូលផ្ទះនៅពេលខងឈីវខេស្ទុះចូលមកនៅសល់តែឆៅសេនឹងឪពុកក្មេកពិការដើម្បីឲ្យសមាជិកបកសម្ងាត់ចេញមុខពួកគេបានប្រាំជួបាយថោកទាបចង់ជួឪពុកក្មេកដែលខ្វិនជើងឡើងឪពុកក្មេកដើម្បីជំនឿក្នុងចិត្តដើម្បីកុំឲ្យយុទ្ធធរត្រូវបំផ្លាញដោយដៃស្ត្រូវគាត់សុកចិត្តបូជាជីវិតខ្លួនឯងបងប្អូនអ្នកស្រុកកុំចេញមកណាទាហានរបស់ខងឈីវខេបានឡោមព័ទ្ធភូមិហើយបិទផ្លូវទាំងអស់ហើយកំពុងតាក់ទាញឲ្យអ្នកចូលអន្ទាក់ទេតិចខាតកុំចាញ់ល្បិចករបស់ពួកគេឲ្យសោះខងឈីវខេឃើញបរិះចំណាស់នេះបកអាក្រាតផែនការរបស់គាត់បញ្ជាឲ្យកូនចៅបន្ធូរខ្សែពួរក្នុងដៃឪពុកក្មេកធ្លាក់យ៉ាងខ្លាំងទៅលើដីឈាមហូរចេញពីក្បាលភ្លាមតើនរណាខ្លះដែលប្រជុំគ្នានៅផ្ទះរបស់អ្នកនិយាយឥឡូវនេះនៅមិនទាន់យឺតទេឪពុកក្មេកក្អួតឈាមចាស់ដាក់លើមុខគាត់លើកនេះបានធ្វើឲ្យខងឈីវខេខឹងសម្បាយ៉ាងខ្លាំងបញ្ជាឲ្យកូនចៅព្យួរគាត់ឡើងខ្ពស់ខាងក្រោមមានភ្លើងឆេះសន្ធោសន្ធៅបែបនេះឪពុកក្មេកស្លាប់យ៉ាងវេទនានៅក្នុងដៃរបស់ខងឈីវខេសមាជិកបកសម្ងាត់ទាំងអស់មានការកោតសរសើរចំពោះស្មារតីមិនព្រមចុះចាញ់រហូតដល់ស្លាប់របស់បុរសចំណាស់រូបនេះរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកឯឆៅសេក៏មិនអាចគេចផុតពីការធ្វើទារុណកម្មនិងការអាម៉ាស់របស់ខងឈីវខេដែរឆៅសេបីកូនដល់ហែឪពុកមានិងអ្នកស្រុកនៅខាងក្រោមសម្លឹងមើលដោយក្តីអាណិតអាសូរឆៅសេត្រូវបានប៉ះពាល់ដោយភាពក្លាហានរបស់ឪពុកក្មេកនាងងើបក្បាលឡើងប្រឆាំងនឹងមុខមាត់ដ៏អាក្រក់របស់ខងឈីវខេកូនចៅឆ្កែក៏ខឹងឡើងច្រានឆៅសេដួលទៅនឹងដីយ៉ាងខ្លាំងទោះបីថៅសេពោពេញដោយឈាមតែនាងសម្លឹងមើលដោយកំហឹងបដិញ្ញាថានឹងមិនចោះចាញ់អំណាចអាក្រក់ថ្ងៃនេះយិនហេដែលកំពុងរត់គេចខ្លួននៅខាងក្រៅបានត្រឡប់មកមើលឆៅសេវិញឪពុកក្មេកអាណិតកូនស្រីជេរប្រតិចកូនប្រសាដែលរត់ចោលស្រុកបោះបង់ចោលឆៅសេឲ្យរងទុកតែម្នាក់ឯងថាឆៅសេត្រូវគេវាយធ្វើបាបរងរបួសពេញខ្លួនលើដងខ្លួនគ្មានស្បែកមួយកន្លែងណាល្អទេបើដឹងថាកូនស្រីរៀបការជាមួយសមាជិកបកសម្ងាត់ម្នាក់ទោះនិយាយអ្វីក៏គាត់មិនយល់ព្រមរៀបការនេះដែរមានតែនៅក្នុងបន្ទប់ខាងក្នុងឆៅសេដែលបានឬអ្នកទាំងពីរនិយាយគ្នាក៏ផ្លុំពន្លត់ទៀននាងមិនចង់ឲ្យយិនហេឃើញរូបរាងដ៏វេទនារបស់នាងទេទៅអ្នកទៅនិយាយជាមួយឆៅសេទៅឆៅសេឆ្លងកាត់ទុក្ខលំបាកលើកនេះស្មារតីរបស់នាងបានប្រសើរឡើងនាងចង់ទៅតាមប្តីដើម្បីជួយអ្នកគ្រប់ផ្ដួលរំលំវណ្ណៈកេងប្រវ័ញ្ចយិនហេស្ទាបមុខឆៅសេដោយក្តីស្រឡាញ់គាត់មានអារម្មណ៍ថាមានកំហុសចំពោះឆៅសេមិននឹកស្មានថាប្រពន្ធដែលជាធម្មតាទន់ខ្សោយអាចទ្រាំទ្រនឹងទារុណកម្មដ៏សាហាវឃោឃៅរបស់ស្ត្រូវចុះកញ្ចប់ក្រណាត់ក្រហមនោះខ្ញុំបដូរកន្លែងហើយបងយ៉ាសិនប្រាប់ឲ្យអ្នកមុនចូលឆ្នាំថ្មីតាក់វានៅក្រោមភ្នូររបស់ឪពុកក្រោយចូលឆ្នាំថ្មីគាត់នឹងទៅយកវាដឹងហើយនោះគឺខ្ញុំចាំហើយវាមានតម្លៃជាងជីវិតទៅទៀតក្រោយមកក៏លាឆៅសេដោយក្តីអាឡោះអាល័យឆៅសេសម្លឹងមើលយិនហេដោយទឹកភ្នែករលីងរលោងស្ទុះចូលក្នុងរង្វង់ដៃរបស់គាត់ដោះលុញអាវមួយពីលើទ្រូងរបស់គាត់នេះគឺជាលុញអាវត្រង់ដើមទ្រូងរបស់អ្នកលើកលែងតែខ្ញុំគ្មាននរណាម្នាក់អាចដេរវាឲ្យអ្នកបានទេយិនហេរំជួលចិត្តរហូតស្ទើរនិយាយមិនចេញគាត់បានរៀបការជាមួយស្ត្រីដ៏ល្អម្នាក់ប៉ុន្តែនៅពេលយិនហេទើបតែបានជួបជាមួយសមិទ្ធរបស់គាត់បកពួករបស់ខងឈីខេក៏បាននាំគ្នាមកតាមចាប់គាត់អ្នកទាំងពីររត់រហូតទៅដល់ផ្ទះបងស្រីធំប៉ុន្តែបងថ្លៃប្រុសខ្លាចមានរឿងពាក់ព័ន្ធបដិសេធមិនព្រមបើកទ្វារថែមទាំងពន្លត់ភ្លើងទៀនទៀតផងយិនហេចាំបាច់ត្រូវបន្តរត់គេចខ្លួនពេលដើរកាត់មាត់ទ្វារផ្ទះឈៀវបេខេប្រញាប់ទាញគាត់ចូលផ្ទះដើម្បីលាក់ខ្លួនមើលឲ្យច្បាស់គឺជាឈៀវបេខេយិនហេរើបំរះដោយទឹកមុខមើលងាយព្រមទាំងស្ដោះទឹកមាត់ដាក់លើខ្លួននាងទៀតផងអ្នករាល់គ្នាមើលងាយខ្ញុំពេលនោះទាហានបានដេញតាមមកដល់មាត់ទ្វារផ្ទះនាងហើយដើម្បីទាញពេលនាងចេតនាទាញអ្នកបម្រើឆ្កែនោះទុកឲ្យគាត់ចូលក្នុងផ្ទះសម្រាប់បន្តិចកូនចៅចង់សប្បាយរីករាយបន្តិចប៉ុន្តែមានភារកិច្ចត្រូវបំពេញមិនហ៊ានបង្អង់យូរទេប៉ុន្តែក្នុងអំឡុងពេលនេះឈៀវបេខេបានមើលឃើញបរិះដែលរាយការណ៍សម្ងាត់នោះយ៉ាងច្បាស់ថ្ងៃនេះឈៀវបេខេទៅសួរសុខទុក្ខឆៅស៊ីទើបតែពេលដែលប្អូនប្រុសយិនហេដើរកាត់មាត់ទ្វារផ្ទះខ្ញុំប្រាប់គាត់ឲ្យចូលផ្ទះលាក់ខ្លួនប៉ុន្តែគាត់ស្អប់ខ្ញុំក្រោយមកខងឆែនាំមនុស្សដេញតាមមកខ្ញុំក៏ជិតងាយខាត់គាត់មួយរយៈអ្នកកុំបារម្ភប្អូនប្រុសយិនហេរត់ទៅឆ្ងាយហើយពួកគេដេញតាមមិនទាន់ទេតើអ្នកនិយាយមែនឬខ្ញុំមិនកុហកទេព
ចេញទៅក្រៅនាងក៏បានឃើញរូបរាងដ៏សំភ្នែកមួយគឺជារាយការណ៍សម្ងាត់ដែលបានផ្ដល់ដំណឹងនៅយប់នោះឈៀវបេខេប្រញាប់ចាក់ចេញយ៉ាងលឿនម្ដាយរបស់ឆៅសឺដែលមានភ្នែកវៃឃើញអាកប្បកិរិយារបស់ឈៀវបេខេចម្លែកណាស់ប្រញាប់ដេញតាមសួរតើអ្នកស្គាល់មនុស្សដែលទើបតែចូលទីធ្លាទេមិនស្គាល់ទេក្រោមការសួរដេញដោលរបស់នាងឈៀវបេខេបានប្រាប់ពីអ្វីដែលនាងបានឃើញនៅយប់នោះយ៉ាងលម្អិតនៅថ្ងៃនោះក្នុងចំណោមអ្នកដែលតាមចាប់ចិនហេខ្ញុំបានឃើញគាត់មែនទេម្ដាយរបស់ឆៅសឺខឹងស្ទើរតែស្លាប់ត្រឡប់ទៅវិញក៏សួរកូនប្រុសថាយប់នោះទៅណាខ្ញុំទៅផ្ទះលោកចៅហ្វាយទេទៅរោងលុយមានគេឃើញក្នុងចំណោមអ្នកចាប់ចិនហេមានអ្នកនៅក្នុងនោះខ្ញុំអត់ទៅទេម៉ាក់ខ្ញុំពិតជាមិនបានទៅទេឯងកុហកម្ដាយឆៅសឺយកដៃខ្ទប់មុខយំនិយាយថាចិនហេឥឡូវត្រូវភ្ជួបទាំងឈាមនៅលើជញ្ជាំងក្រុងឆៅសឺបានលឺហើយក៏សន្លប់បាត់ស្មារតីអកុសលណាស់ឆៅសឺក៏រងផលប៉ះពាល់ដែរត្រូវគេវាយធ្វើបាបឡើងជាមសាច់ឃុំឃាំងក្នុងគុកឆៅសឺតស៊ូរក្សាពាក្យសន្យាដើមទោះត្រូវរំពាត់វារហូតដល់របួសពេញខ្លួននាងមិនបានបង្ហើបដំណឹងសំបីតែបន្តិចប្រពន្ធជាងចម្លាក់ទាំងរឹងទាំងទន់មិនព្រមញ៉ាំខ្ញុំគិតថាសម្រាប់នាងចោលទៅទេរីឯខុងឈីវខេដែលបានប្រព្រឹត្តអំពើអាក្រក់ក៏បានគិតឃើញល្បិចដ៏អាក្រក់មួយការរៀបការថ្មីគឺជាចាប់ជាងស្លាប់ទៅទៀតដូចនេះឆៅសឺត្រូវគេបិទមុខបញ្ជូនទៅផ្ទះ franchise ឆៅសឺសម្លឹងមើលជុំវិញដោយភាពភ័យខ្លាចតែជាផ្ទះទ្រុឌទ្រោមទៅវិញពេលនាងងាកភ្នែកទៅជ្រុងជញ្ជាំងបុរសសក់កន្ទ្រើងម្នាក់កំពុងសម្លឹងមើលនាងដោយទឹកមុខមិនដឹងអីធ្វើឲ្យឆៅសឺភ័យញ័រខ្លួនមួយរំពេចគាត់រំកិលយឺតទៅមាត់ទ្វារបន្ទាប់មកស្រែកខ្លាំងហើយរត់ចេញទៅនាងរត់ទៅដល់ត្រពាំងនេះគិតចង់ស្លាប់ដើម្បីបញ្ចប់បញ្ហាទាំងអស់ខណៈពេលនាងដើរចូលទៅក្នុងត្រពាំងជ្រៅបន្តិចម្ដងពេងឆៃសឺបានជួយនាងឡើងទាន់ពេលសម្លឹងមើលមុខថៅសឺពេងឆៃសឺទីបំផុតស្គាល់ហើយនាងគឺជាស្ត្រីចិត្តល្អដែលបានឲ្យនំប៉ាវពីដល់គាត់អ្នកជាមនុស្សល្អខុងឈៀវខេអ្នកចង់បង្ខំខ្ញុំឲ្យស្លាប់ខ្ញុំនឹងមិនស្លាប់ទេខុងឈៀវខេស្មានតែអាចបង្ខំឆៅសឺឲ្យស្លាប់មិននឹកស្មានឆៅសឺនឹងវែងឆៃសឺបែរជាលេចមុខជាប្តីប្រពន្ធម្ដងទៀតប៉ុន្តែក្មេង Gage មិនយល់ពីការលំបាករបស់ឆៅសឺគិតថានាងខ្លាចស្លាប់គិតថានាងលក់ខ្លួនដើម្បីសេចក្តីសុខតែជារស់នៅជាមួយមនុស្សឈួតម្នាក់ឆៅសឺបានត្រឹមតែលេបក្តីឈឺចាប់ទុកក្នុងពោះប៉ុន្តែឆៅសឺដែលមិនបានហូបអីច្រើនថ្ងៃចង់ទៅសុំបាយមួយចានពីតារ៉ាវតែត្រូវគេដេញចេញមកវិញគ្រួសារខំឲ្យឯងរៀបការឯងក៏រៀបការឯងពិតជាស្ដាប់បង្គាប់ណាស់ឯងភ្លេចសិនហេហើយឬឯងក៏ភ្លេចឪពុករបស់សិនហេដែរតាខ្ញុំចង់សួរដំណឹងបងយ៉ាសិនបន្តិចឯងសួរដំណឹងគាត់ធ្វើអីត្រូវគេចាប់ខ្លួនតាំងពីមុនចូលឆ្នាំត្រូវធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរមិនព្រមនិយាយមួយម៉ាត់សោះមិនដូចឯងទេនាងនឹកឃើញភ្លាមបើសិនជាសម្មិត្តត្រូវចាប់ខ្លួនទៅមិនដឹងថាសៀវភៅកត់ត្រាតូចនោះនៅឬអត់ទេដូច្នេះនាងក៏រត់ទៅភ្នូរឪពុកក្មេករកឃើញថាសៀវភៅកត់ត្រាតូចនោះនៅតែមាននៅឡើយដើម្បីជំនឿក្នុងចិត្តដើម្បីបំពេញភារកិច្ចដែលសិនហេប្រគល់ឲ្យនាងជឿជាក់ថាថ្ងៃណាមួយនឹងអាចកម្ចាត់អំណាចអាក្រក់បានរឹតតែមានអារម្មណ៍ថាការស៊ូទ្រាំទាំងអស់សុទ្ធតែមានតម្លៃប៉ុន្តែដើរតាមផ្លូវនៅតែមានអ្នកភូមិដែលមិនដឹងការពិតសម្លឹងមើលនាងដោយការមើលងាយសូម្បីតែបងស្រីក៏ជៀសវាងនាងដែរថែមទាំងឲ្យនាងតែមួយចានគៀវដើម្បីបញ្ជូននាងទៅមិននឹកស្មានថានៅពេលនាងធ្លាក់ខ្លួនយ៉ាប់យ៉ឺនបំផុតមានតែឈៀវបេខេទេដែលប្រព្រឹត្តចំពោះនាងដូចដើមថែមទាំងអញ្ជើញនាងចូលក្នុងបន្ទប់ទៀតហើយយករបស់ល្អឲ្យនាងញ៉ាំឈៀវបេខេលួងលោមឆៅសឺត្រូវតែគិតឲ្យបានល្អិតល្អន់គ្រប់គ្នាមើលងាយអ្នករសជាតិនេះខ្ញុំដឹងអ្នកត្រូវតែគិតទូលំទូលាយជាងនេះពាក្យសម្ដីរបស់ឈៀវបេខេធ្វើឲ្យឆៅសឺមិនដឹងថាត្រូវនិយាយអ្វីល្អថ្ងៃនេះម្ដាយនាំប្អូនស្រីទី3មកសួរសុខទុក្ខឆៅសឺឃើញឆៅសឺនឹងហ្វេងឆេសហាក់ដូចជាប្តីប្រពន្ធដែលស្រឡាញ់គ្នាប្អូនស្រីទី3ខាងខ្លាំងក៏បែរក្នុងចេញទៅតែឆៅសឺជាដំណក់ឈាមរបស់ម្ដាយទោះឆៅសឺបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប៉ុណ្ណាក្នុងនាមជាម្ដាយមិនអាចទ្រាំមើលកូនរងទុក្ខបានទេម្ដាយឆៅសឺរុញទ្វារចូលឆៅសឺឃើញម្ដាយទ្រាំមិនបានក៏យំយកដៃខ្ទប់មុខគ្រប់ទុក្ខលំបាកនឹងការអត់ធ្មត់ផ្ទុះឡើងក្នុងពេលនេះម្ដាយនិយាយថាអ្នកក៏ដូចគ្នាអាចរស់នៅជាមួយមនុស្សឈួតបានឆៅសឺគ្រាន់តែចង់និយាយពីការឈឺចាប់របស់នាងស្រាប់តែឃើញមនុស្សចំណិតរបស់ខុងឈីវខេកំពុងលួចស្ដាប់នៅខាងក្រៅបង្អួចគ្មានជំរើសនាងក៏ត្រូវលេបពាក្យដែលចង់និយាយនោះចូលទៅវិញនាងលើកជង្គង់ធានាចំពោះម្ដាយថានាងមិនបានធ្វើអ្វីដែលធ្វើឲ្យខូចកិត្តិយសគ្រួសារឡើយហើយក៏មិនបានធ្វើខុសចំពោះចិនហេដែលបានស្លាប់ទៅនោះទេអ្នកមិនជឿកូនស្រីខ្លួនឯងទេ
ដើម្បីកុំឲ្យម្ដាយនិងកូនព្រាត់គ្នាម្ដាយបានប្រគល់កូនឲ្យឆៅស៊ឺចិញ្ចឹមមិនយូរប៉ុន្មានស្ថានភាពបដិវត្តទូទាំងប្រទេសបានផ្លាស់ប្ដូរយ៉ាងខ្លាំងអំណាចខ្មៅរបស់ខុងឈៀវខេប្រឈមមុខនឹងការដួលរំយប់នេះម្ដាយឆៅស៊ឺកំពុងដេកសម្លៀកបំពាក់ស្រាប់តែមានសំឡេងគោះទ្វារពីខាងក្រៅខ្ញុំយិនហេតាមពិតយិនហេមិនទាន់ស្លាប់ទេអ្នកដែលស្លាប់កាលពីឆ្នាំនោះគឺជាសម្មិត្តរបស់យិនហេដើម្បីបិទបាំងការដកថយរបស់គាត់ត្រូវបានខុងឈៀវខេចាប់ខ្លួនហើយធ្វើទារុណកម្មយិនហេប្រញាប់សួរថាឆៅស៊ឺឥឡូវនៅណាម្ដាយឆៅស៊ឺមិនហ៊ាននិយាយការពិតដកដង្ហើមធំថាវាសនាកូនស្រីពិតជាជូរចត់ណាស់ពេលនេះប្អូនស្រីទី3ភ្ញាក់ពីគេងប្រាប់ខ្ញុំមកចុះបងស្រីឆៅស៊ឺរៀបការថ្មីហើយអ្វីគេរៀបការជាមួយវែងឆៃស៊ឺហើយយិនហេមិនហ៊ានជឿសោះឡើយឆៅស៊ឺបែរជារៀបការជាមួយវែងឆៃស៊ឺវិញគាត់មិនអាចទទួលយកការប៉ះទង្គិចបែបនេះបានទេកូនទៅដុតធូបជូនឪពុកឯងទៅអាហោះថ្ងៃបន្ទាប់គាត់ទៅសែនភ្នូឪពុកបែរជាបានឃើញកូនរបស់ខ្លួនឯងនឹងថៅស៊ឺដែលមិនបានជួបយូរមកហើយឆៅស៊ឺកាន់ប៊ូតុងអាវនោះនៅក្នុងដៃយិនហេមិននឹងមិនចាំការសន្យារបស់ពួកគេកាលពីដើមប៉ុន្តែឥឡូវនេះឆៅស៊ឺបានរៀបការជាមួយអ្នកផ្សេងហើយពួកគេទាំងពីរឥឡូវនេះបានក្លាយជាមនុស្សចម្លែកតើគាត់ដឹងទេថាឆៅស៊ឺកំពុងតែទ្រាំទ្រនៅទុកវេទនាដ៏ធំធេងមើលឆៅស៊ឺយំសន្លប់នៅមុខភ្នោយិនហេក៏ឈឺចាប់ក្នុងចិត្តដូចគេយកកាំបិតមកចាក់ពេលនោះសំឡេងហាយរបស់កូនប្រុសវែងឆៃស៊ឺបែរជារត់មកវិញយិនហេឃើញវែងឆៃស៊ឺរត់តែខឹងខ្លាំងឡើងរហូតងាកមុខដើរចេញយីយិនហេត្រឡប់មកវិញហើយវែងឆៃស៊ឺនិយាយថាយិនហេមិនទាន់ស្លាប់ទេឆៅស៊ឺគិតថាវែងឆៃស៊ឺកំពុងនិយាយយកសពលីអស់ហើយងាកចេញទៅមើលវែងឆៃស៊ឺបែកញើសជោគថ្ងាសមើលទៅមិនដូចជានិយាយយកសពទេទើបនាងភ្ញាក់ស្មារតីយិនហេឆៅស៊ឺប្រញាប់ប្រញ័រទៅវត្តដោយមិនខ្វល់អ្វីទាំងអស់តាមរយៈចន្លោះទ្វារនាងក៏ស្គាល់ខ្នងដែលសាំនឹងភ្នែកភ្លាមបែរជាឃើញថាលើអាវរបស់យិនហេមានដេលេថ្មីមួយរំពេចនោះធ្វើឲ្យនាងធ្លាក់ទៅក្នុងទឹកកកតើយិនហេមានអ្នកថ្មីប៉ុន្មានឆ្នាំនេះមែនទេភ្លេចពាក្យសន្យាកាលពីមុនហើយមែនទេឆៅស៊ឺរត់ចេញទៅក្រៅដោយក្តីឈឺចាប់និងខឹងសម្បាវែងឆៃស៊ឺនៅតែរងចាំអ្នកទាំងពីរត្រឡប់មករកគ្នាវិញបែរជាឃើញការយល់ច្រឡំរបស់អ្នកទាំងពីរកាន់តែធំឡើងគាត់ប្រញាប់ឡើងពន្យល់ប្រាប់អ្នកនោះយិនហេគាត់និយាយថាទំនាក់ទំនងរបស់ពួកគេគឺដូចបងប្អូនមនុស្សគ្រប់គ្នាការពារស្នេហារបស់ពួកគេយិនហេបានលឺហើយរំភើបខ្ញុំសប្បាយចិត្តណាស់វាហាក់ដូចជានោះគាត់ពិតជាយល់ច្រឡំឆៅស៊ឺមែនគាត់ប្រញាប់ឡើងហើយរកវាឃើញឆៅស៊ឺឯឆៅស៊ឺបានទៅដល់ផ្ទះតូចរបស់ពួកគេកាលពីមុនទិដ្ឋភាពដ៏អ៊ូអរនៃពិធីមង្គលការកាលពីដើមបានរំលឹកឡើងក្នុងភ្នែករបស់នាងម្ដងមួយឥឡូវនេះអ្វីនៅទីនេះបានផ្លាស់ប្ដូរហើយនាងមានអារម្មណ៍ក្រៀមក្រំជាខ្លាំងឆៅស៊ឺយកសៀវភៅកត់ត្រាតូចនោះចេញពីរោនឈើពេលនោះឃើញយិនហេដាសំដៅមករកនាងភ្នែករបស់ឆៅស៊ឺពេលនេះប្រែជាក្រហមនាងបានប្រគល់សៀវភៅកត់ត្រាតូចដែលនាងបានការពារដោយជីវិតទៅឲ្យយិនហេចាត់ទុកថាជាការបំពេញភារកិច្ចដែលប៉ាក់បានប្រគល់ឲ្យនាងតែឆៅស៊ឺនៅតែមានអារម្មណ៍ឈឺចាប់ឆៃស៊ឺបានប្រាប់ខ្ញុំគ្រប់យ៉ាងឆៅស៊ឺស្ទុះចូលទៅក្នុងរង្វង់ដៃរបស់យិនហេហើយវាយគាត់ពី3ដៃដើម្បីបញ្ចេញកំហឹងឆៅស៊ឺបានដេលេវអាវដើមនោះត្រឡប់ទៅវិញយិនហេសម្លឹងមើលស្នាមរបួសលើថ្ងាសឆៅស៊ឺដោយក្តីអាណិតឆៅស៊ឺញឹមដោយក្តីរីករាយតើប៉ាក់របស់អ្នកត្រូវការស្ត្រីទេត្រូវការ